បាទគោរពនឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានថតតកតងទៅនឹងទេសភាពតូបចាប់ហួយរបស់ខ្ញុំនៅពេលព្រឹកណាអញ្ចឹងនេះគឺជាសកម្មភាពទាំងមូលរបស់តូបខ្ញុំនៅពេលព្រឹកព្រលឹមពេលខ្ញុំបើកតូបណាអញ្ចឹងចង់ថតជូនបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បើកលក់ចាប់ហួយណាបើបានឃើញវីដេអូនឹងហើយជួយចុច like subscribe channel របស់ខ្ញុំអ្នកមួយផងបានខ្ញុំនឹងថតជូនបងប្អូនទាំងអស់គ្នាបន្ថែមទៀតបើសិនជាមានចម្ងល់ឬក៏មានអ្វីមួយចង់សាកសួរអាច comment នៅខាងក្រោមទៅខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាបាទនេះគឺជាតូបលក់ចាប់ហួយបែបលក្ខណៈគ្រួសារក្នុងភូមិណាយើងមិនសិនជាមានដីមានអីយើងកុំឲ្យផ្ទះយើងស្ងាត់គឺអាចបែបតូបមួយទៅវាមិនជាហត់នឿយអីប៉ុណ្ណាទេចំណូលក៏បានណាហើយផ្ទះរបស់យើងក៏មិនសូវស្ងាត់ដែរអញ្ចឹងនេះខ្ញុំមើលពីខាងមុខណាមើលពីខាងមុខអញ្ចឹងយើងរៀបចំបែបហ្នឹងទៅទោះបីជាស្អាតមិនស្អាតអីគ្រាន់តែឲ្យតែឃើញណាឲ្យតែរៀបទៅឲ្យយើងមើលយ៉ាងណាឲ្យតែគេមើលទៅតាក់ភ្នែកណាបាទហើយមុខរបរខ្ញុំនេះគឺតាំងពីបង្កើតមកនេះបាន3ឆ្នាំជាង4ឆ្នាំហើយបាទចឹងចំណូលក៏យើងបាននៅក្នុងនឹងចំណាយក៏យើងនៅក្នុងនឹងទោះបីជាមិនបានច្រើនក៏ប៉ុន្តែបានតបតថ្លៃទឹកថ្លៃភ្លើងអីចឹងណាបងប្អូនហ្នឹងហើយផ្ទះរបស់យើងក៏អត់ស្ងាត់ដែរមានបងប្អូនជាមួយជុំគ្នាមកជួយទិញមកជួយអីចឹងណាបងប្អូនព្រោះរាន់ឡើងបងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការបើកមុខរបរលក់ចាប់ហួយណាវាអត់ទាន់ហួសពេលទេហ្នឹងហើយទោះបីជាឥឡូវមានម៉ាតមានអីច្រើនមែនក៏ប៉ុន្តែនៅក្នុងម៉ាតវាតម្លៃរបស់វាអាចថ្លៃជាងតាមតូបរបស់យើងណាដោយសារតូបរបស់យើងគឺអត់មានដាក់ម៉ាស៊ីនត្រជាក់ដាក់អីដែលនៅនឹងម៉ាតទេណាចឹងបងប្អូនរៀបចំទៅយើងមានទឹកមានភេសជ្ជៈមានអីឲ្យសពមុខណាហ្នឹងហើយឲ្យគេចូលមកគឺគេឃើញមាននំមានអីចឹងទៅណាធ្វើម៉េចលក់ឲ្យបានសពមុខគេមកពីរំពឹងមកតូបយើងតែម្ដងអរគុណបងប្អូន